កាលពីព្រេងនាយនៅភូមិតូចមួយស្ថិតនៅជើងភ្នំដែលព័ទ្ធជុំវិញដោយវាលស្រែបៃតងនិងព្រៃឈើក្រាស់មានប្រជាជនរស់នៅយ៉ាងសាមញ្ញដោយការធ្វើស្រែចិញ្ចឹមសត្វនិងការបរបាញ់នៅចុងភូមិមានផ្ទះពីរនៅជាប់គ្នាផ្ទះទីមួយជារបស់ច័ន្ទជាបុរសស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងមានចិត្តល្អផ្ទះទីពីរជារបស់ខុនជាបុរសឆ្លាតប៉ុន្តែមានចរិតលោភលន់និងចូលចិត្តយកប្រៀបអ្នកដទៃទោះបីជាមានចរិតខុសគ្នាក៏ពួកគេនៅតែរាប់អានគ្នាជាអ្នកជិតខាងល្ងាចមួយខណៈព្រះអាទិត្យកំពុងលិចពីក្រោយជួរភ្នំច័ន្ទកំពុងជួសជុលអន្ទាក់នៅមុខផ្ទះខុនក៏បានដើរមកជិតបងច័ន្ទតើស្អែកនេះបងទំនេរទេទំនេរទេតើឯងមានការអីដែរដោយសារខ្ញុំឮថាក្នុងព្រៃមានវងក្តាន់ចេញរកស៊ីច្រើនអញ្ចឹងហើយទើបខ្ញុំចង់បបួលបងទៅដាក់អន្ទាក់ជាមួយគ្នាសោះលោមើលច័ន្ទបានគិតបន្តិចហើយឆ្លើយថាល្អម្យ៉ាងដែរព្រោះយូរហើយមិនដែលបានចូលព្រៃសោះពេលបបួលគ្នាស្រេចដាច់ហើយច័ន្ទក៏បានដើរត្រឡប់ទៅផ្ទះវិញ